បច្ចុប្បន្ននេះខ្ញុំកំពុងតែនិពន្ធសៀវភៅទាក់ទងជាមួយនឹងការសន្ទនាដែលខ្ញុំយល់ឃើញថាសិស្សភាគច្រើនគឺគាត់មានការលំបាកនៅក្នុងការសន្ទនាសៀវភៅមួយក្បាលនេះគឺជាជំនួយស្មារតីសម្រាប់លោកអ្នកដែលមិនសូវចេះសន្ទនាហើយអាចរៀបក្បួនសម្រាប់នឹងការសន្ទនាជាមួយគ្នាបានសៀវភៅនេះគឺយើងមានជាភាសាអង់គ្លេស The sun is shining so let's go into the garden បើលោកអ្នកអត់ចេះអានទេលោកអ្នកអាចមើលជាសំនៀងខ្មែរបាន The sun is shining so let's go into the garden ចឹងសំនៀងនេះគឺវាបន្ស៊ីគ្នាជាមួយនឹងអក្សរអង់គ្លេសលើនេះហើយយើងមានបកប្រែជាភាសាខ្មែរផងដែរព្រះអាទិត្យកំពុងបញ្ចេញពន្លឺដូច្នេះតោះចូលទៅក្នុងសួនច្បារចឹងសៀវភៅនេះគឺខ្ញុំបាននិពន្ធឡើងដើម្បីធ្វើការសម្រួលទៅដល់បងប្អូនកូនក្មួយរៀនភាសាអង់គ្លេសហើយពិបាកនៅក្នុងការសន្ទនានេះជាសៀវភៅដែលខ្ញុំបាននឹងកំពុងនិពន្ធហើយនឹងបោះពុម្ពផ្សាយនៅពេលក្រោយសៀវភៅមួយក្បាលទៀតដែលខ្ញុំបានរៀបរៀងជិតចប់ហើយគឺតាក់ទងជាមួយនឹងប្រភេទសៀវភៅវិជ្ជាករសៀវភៅនេះគឺពី A ដល់ Z តែម្ដងខ្ញុំបានដាក់ចំណងជើងថាអ្នកឆ្លាតប្រកែសួរសំណួរតាមក្បួនវិជ្ជាករពី A ដល់ Z ចឹងសៀវភៅមួយក្បាលនេះគឺមានបង្រៀនលោកអ្នកតាក់ទងជាមួយនឹងវិជ្ជាករដែលយើងមានជាភាសាអង់គ្លេសលោកអ្នកមើលអង់គ្លេសពិបាកយល់លោកអ្នកមើលជាភាសាខ្មែរសិនបកបានដែរចឹងធៀបជាមួយគ្នាទៅលោកអ្នកមើលបានទាំងពីរអង់គ្លេសក៏បានខ្មែរក៏បានដែរចឹងនៅក្នុងមេរៀននីមួយៗគឺមានបញ្យលលម្អិតតាក់ទងជាមួយនឹងការប្រើប្រាស់ចំណុចវិជ្ជាករដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃពេលលោកអ្នកយល់ហ្នឹងហើយលោកអ្នកចាប់ដើមបង្កើតជាប្រយោគសំណួរដើម្បីសួរសៀវភៅនេះគឺផ្ដោតអារម្មណ៍សំខាន់ទៅលើការបង្កើននៃការទំនុកចិត្តនៃការសាកសួរដោយសារតែការសំណួរនេះគឺជារបៀបនៃការទំនាក់ទំនងអញ្ចឹងបើលោកអ្នកអាចយល់អំពីរបៀបនៃការសួរគេលោកអ្នកនឹងអាចមានដៃគូឆ្លងឆ្លើយជាមួយយើងបានហើយជាអ្នកដែលពូកែផងដែរពូកែមានថាលោកអ្នកពូកែសួរអ្នកឆ្លាតគឺបកកែសួរតែណាយើងសួរយើងចង់ដឹងចម្លើយចេញមកអីដោយសារលោកអ្នកមានសំណួរមួយដល់ត្រឹមត្រូវអញ្ចឹងសៀវភៅមួយក្បាលនេះដែលមានទំព័ររហូតដល់ជាង200ទំព័រនេះគឺបានជិតចប់សពគ្រប់ហើយខ្ញុំនឹងត្រៀមបោះពុម្ពឆាប់ខាងមុខនេះហើយអញ្ចឹងសៀវភៅមួយក្បាលនេះសម្រាប់លោកអ្នកដែលចង់ចេះវិជ្ជាករផងលោកអ្នកដែលចង់យកវាទៅជារបៀបនៃការបង្កើតជាប្រយោគសំណួរផងដែរដើម្បីងាយស្រួលនៅក្នុងការសន្ទនាជាមួយគេផងដែរអញ្ចឹងសៀវភៅនេះគឺមានតាំងពីចំណុច A រហូតទៅដល់ចំណុចZ តែម្ដងអូខេអញ្ចឹងលោកអ្នកសៀវភៅខ្ញុំមាន2ក្បាលហ្នឹងតាក់ទងជាមួយនឹងសៀវភៅដែលខ្ញុំត្រៀមនឹងបោះពុម្ពផ្សាយនៅពេលកំពុងប៉ុន្តែក្នុងនេះផងដែរខ្ញុំក៏មានសៀវភៅនៅក្នុងដៃផងដែរគឺសៀវភៅប្រភេទបកប្រែតបកកសែតដែលលោកអ្នកអាចរៀនបាននៅពាក្យជាច្រើននៅក្នុងតបកកសែតច្រើនមែនតើលោកអ្នកមានទាំងពាក្យមានតែការបកប្រែប្រយោគហើយជាមួយនឹងអ្វីដែលលោកអ្នកមិនធ្លាប់បានរៀននៅសាលាហ្នឹងគឺក្នុងសៀវភៅមួយក្បាលហ្នឹងគឺលោកអ្នកនឹងឃើញណាអញ្ចឹងលោកអ្នកអាចយកទៅរៀនខ្លួនឯងបានណាតាក់ទងជាមួយនឹងប្រភេទបកប្រែតបកកសែតហើយក្នុងនោះផងដែរខ្ញុំក៏មានសៀវភៅមួយក្បាលទៀតដែរគឺតាក់ទងជាមួយនឹងមិនមួយក្បាលនេះគឺមកស៊េរី6ក្បាលមានជាង3000សំណួរគឺសៀវភៅវិជ្ជាករ workbook ដែលលោកអ្នកយកទៅធ្វើលំហាត់ទៅចម្លើយមាននៅក្នុងហើយគ្រូណាដែលគាត់បង្រៀនសិស្សអត់មានឯកសារយោងយកទៅ copy ទៅឲ្យសិស្សធ្វើទៅក៏បានដែរចឹងនេះគឺជាសៀវភៅដែលខ្ញុំមាននៅក្នុងដៃហើយចំពោះសៀវភៅ2ក្បាលដែលខ្ញុំជម្រាបជូនលោកអ្នកថាខ្ញុំកំពុងទៅចរក្រុងនិពន្ធនេះនឹងត្រូវបោះពុម្ពនៅពេលក្រោយទៀតអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងជួបគ្នាជាមួយនឹងសៀវភៅថ្មីនៅពេលខ្ញុំបោះពុម្ពហើយ